សូមជំរាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីថ្ងៃដើមសប្តាហ៍នេះជួបគ្នាសារជាថ្មីដែលយើងនឹងនិយាយអំពីទិសដៅនៃតម្លៃមាសក្នុងសប្តាហ៍នេះខណៈដែលមាសកំពុងទទួលកម្លាំងពីការផ្អាកស្នូលផ្ទុះអាវុធនៅមជ្ឈមបូព៌ានោះតម្លៃមាសការពិបើកផ្សារថ្ងៃច័ន្ទព្រឹកនេះបានហក់ផ្លោះតម្លៃឡើងគួរឲ្យកត់សម្គាល់ក្រោយសហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលយល់ព្រមផ្អាកការប្រយុទ្ធលើប្រទេសអ៊ីរ៉ង់ដើម្បីបើកផ្លូវឲ្យមានកិច្ចចរចាការទូតជាអ្នកដោះស្រាយវិញម្ដងដែលនឹងជំរុញឲ្យមានការបើកច្រកដឹកជញ្ជូនប្រេងឡើងវិញព្រមទាំងរួមដំណើរឆ្ពោះទៅរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ផងដែរហើយនាយប់ថ្ងៃអាទិត្យម្សិលមិញនេះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនឹងបានប្រកាសថាកិច្ចចរចានឹងបន្តដល់ថ្ងៃច័ន្ទបន្ថែមទៀតនេះបើយោងតាមគេហទំព័រ investing.com ទើបតែនឹងចេញផ្សាយហើយគិតត្រឹមម៉ោង10ព្រឹកនេះតម្លៃមាសបានកំពុងជួញដូរជុំវិញតម្លៃ$4060ក្នុង1អោនឬ$4892ក្នុង1ដំឡឹងជាមួយនឹងតម្លៃមាសដែលមិនទាន់ងើបឡើងខ្លាំងនេះមានអ្នកវិភាគធំជាច្រើនក្នុងនោះរួមមានទាំងធនាគារវិនិយោគល្បីៗនិងស្ថាប័នវិភាគហិរញ្ញវត្ថុឯករាជ្យផងដែរនោះសុទ្ធតែឃើញទិសដៅក្នុងរយៈពេលវែងថានឹងឡើងស្របគ្នាតែម្ដងតែសំណួររបស់មហាជនមាសជារឿយនៅតែចោទសួរថាតើនៅពេលណាទើបតម្លៃមាសអាចត្រឡប់ឡើងមកលើវិញខ្លាំងដោយការពីដើមឆ្នាំ2026នោះដោយការនោះមាសបានជួញដូរលើតម្លៃ$6000ទៅជិត$7000ក្នុង1ដំឡឹងឯនោះនេះគឺជាសំណួរចម្លើយដោយស្រួបស្រាលបំផុតដែលអ្នកវិភាគពិបាកនឹងឆ្លើយនោះគឺមិនមែនដោយសារការខ្វះទិន្នន័យឬការស្រាវជ្រាវយកមកវិភាគនោះទេតែព្រឹត្តិការណ៍គឺប្រែប្រួលលឿនពេកពីសំណាក់លោកដូណាល់ត្រាំនិងស្ថានភាពនៅសង្គ្រាមនៅមជ្ឈមបូព៌ាដែលជាកត្តាចម្បងតែមួយគត់បានធ្វើឲ្យតម្លៃមាសដាំក្បាលចុះដោយសារអតិផរណាឡើងប្រឈមនឹងការដំឡើងអត្រាការប្រាក់នោះនិយាយឲ្យសាមញ្ញប្រសិនបើលោកដូណាល់ត្រាំព្រមបញ្ចប់សង្គ្រាមនៅមជ្ឈមបូព៌ាតម្លៃមាសនឹងបាញ់ឡើងភ្លាមតែម្ដងព្រោះតម្រូវការមាសកោនៅតែខ្លាំងនិងមានការស្រុតចុះច្រើនប្រមាណ 30% ហើយផងដែរទល់មកវិញបើសង្គ្រាមនៅតែបន្តអូសបន្លាយតម្លៃប្រេងអតិផរណានឹងកាន់តែហក់ឡើងខ្លាំងនោះហើយការដំឡើងអត្រាការប្រាក់នឹងមកដល់ហើយភាពអវិជ្ជមានរបស់មាសនឹងបាត់ពន្លឺភ្លាមតែម្ដងតែទោះបីយ៉ាងណាក៏ដោយក៏នៅមានធនាគារខ្នាតយក្សធំជាច្រើនបង្ហាញថាមាសនឹងត្រឡប់ឡើងទៅលើវិញខ្លះនៅចុងឆ្នាំ2026នេះនិងបន្តឡើងខ្លាំងនៅដើមឆ្នាំ2027ជាការវិភាគតាមបែបបច្ចេកទេសជួញដូរមាសតម្លៃមាសក្នុងរយៈពេល2ខែចុងក្រោយនេះមិនមានអ្វីប្រែប្រួលខ្លាំងនោះទេគឺកំពុងដើរក្នុងចន្លោះតម្លៃ$4220ទៅ$3942ក្នុង1អោនឬប្រមាណ$5084ទៅ$4749ក្នុង1ដំឡឹងបើទោះបីជាសហរដ្ឋអាមេរិកបើកការវាយប្រហារទ្រង់ទ្រាយធំជុំទី2ក៏ដោយតាមបច្ចេកទេសជួញដូរបង្ហាញឲ្យយើងឃើញច្បាស់ថាកម្លាំងអ្នកលក់ចាប់ផ្ដើមខ្សោយជាងមុនហើយកម្លាំងរបស់អ្នកទិញមាសកំពុងរងចាំព័ត៌មានដើម្បីគ្រប់គ្រងមុនបំបែកតម្លៃចាស់$4220ក្នុង1អោនមុននឹងឆ្ពោះទៅរកតម្លៃ$4500ក្នុង1អោនឬ$5422ក្នុង1ដំឡឹងវិញនោះប៉ុន្តែបើមិនមានព័ត៌មានខ្លាំងគ្រប់គ្រាន់នោះទេមាសនឹងដើរក្នុងចន្លោះតម្លៃចាស់ដដែលបាទសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំឲ្យលោកស្រីមកស្វែងយល់អំពីប្រធានបទមួយដែលកំពុងជះឥទ្ធិពលដល់ទីផ្សារហិរញ្ញវត្ថុពិភពលោកទាំងមូលគឺថាតើការដំឡើងអត្រាការប្រាក់និងទម្លាក់អត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកមានផលវិជ្ជមាននិងផលអវិជ្ជមានអ្វីខ្លះនិងប៉ះពាល់ដល់ប្រាក់ដុល្លារអាមេរិកយ៉ាងណាទៅសូមរំលឹកដែរថានៅក្នុងកិច្ចប្រជុំ FOMC របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកចុងក្រោយកាលពីសប្តាហ៍មុននេះធនាគារកណ្ដាលអាមេរិកបានសម្រេចរក្សាអត្រាការប្រាក់នៅកម្រិត 3.50% ដល់ 3.75%ទោះជាយ៉ាងណាក៏ដោយប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកលោក Kevin Warsh បានផ្ញើសារយ៉ាងច្បាស់ថាធនាគារកណ្ដាលអាមេរិកមិនទាន់បញ្ចប់ការប្រយុទ្ធប្រឆាំងនឹងអតិផរណានៅឡើយទេតែប្រាក់ដុល្លារបានចាប់ផ្ដើមក្រឡាប់ចុះធ្លាក់ថ្លៃមកវិញជាង 2% តាំងពីថ្ងៃប្រជុំនោះមកម្លេះ
ម្យ៉ាងវិញទៀតក៏គ្មានតម្រុយអ្វីនោះទេក្នុងការដំឡើងអត្រាការប្រាក់ដែលជាហេតុបំបាក់ការរំពឹងខ្ពស់របស់វិនិយោគិនថានឹងមានការដំឡើងអត្រាការប្រាក់នាកិច្ចប្រជុំបន្ទាប់នៅខែកញ្ញាខាងមុខនេះតើការដំឡើងនិងទម្លាក់អត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកមានផលប៉ះពាល់អ្វីខ្លះដល់សេដ្ឋកិច្ចនិងប្រាក់ដុល្លារជាពិសេសនោះរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកសម្រាប់ក្នុងបរិបទការដំឡើងអត្រាការប្រាក់នៅពេលដែលធនាគារកណ្ដាលសហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់ក្នុងកម្រិតមួយខ្ពស់ការដាក់ប្រាក់និងការវិនិយោគក្នុងទ្រព្យសកម្មអាមេរិកដូចជាសញ្ញាប័ណ្ណសហរដ្ឋអាមេរិកកាន់តែមានភាពទាក់ទាញព្រោះវិនិយោគិនអាចទទួលបានផលចំណេញខ្ពស់ជាងមុនដើម្បីទិញសញ្ញាប័ណ្ណទាំងនេះវិនិយោគិនត្រូវផ្លាស់ប្ដូរប្រាក់របស់ពួកគេមកជាប្រាក់ដុល្លារជាមុនសិននេះហើយជាមូលហេតុដែលតម្រូវការប្រាក់ដុល្លារកើនឡើងនិងជួយឲ្យប្រាក់ដុល្លារនៅតែបន្តរឹងមាំប៉ុន្តែការរក្សាអត្រាការប្រាក់ឲ្យនៅខ្ពស់នោះក៏មានតម្លៃដែលត្រូវបង់ដែរគឺការចំណាយទាំងប្រជាជនសហរដ្ឋអាមេរិកនិងក្រុមហ៊ុនជាច្រើនអាចពន្យាពេលក្នុងការវិនិយោគពន្យាពេលក្នុងការពង្រីកអាជីវកម្មនិងកាត់បន្ថយការជួលបុគ្គលិកថ្មីជាដើមចំណែករដ្ឋាភិបាលអាមេរិកក៏ទទួលរងផលប៉ះពាល់មិនតិចដែរដោយសារអាមេរិកមានបំណុលជាតិក្នុងទំហំជិត40 trillion ដុល្លារអាមេរិកឯណោះអត្រាការប្រាក់ខ្ពស់មានន័យថារដ្ឋាភិបាលត្រូវចំណាយថវិកាកាន់តែច្រើនសម្រាប់ការបង់ការប្រាក់លើបំណុលដូច្នេះថវិកាជាតិអាចរកសម្ពាធកាន់តែខ្លាំងដូចគ្នាដែរក្នុងបរិបទទម្លាក់អត្រាការប្រាក់មកវិញនៅពេលនោះការខ្ចីប្រាក់នឹងមានតម្លៃថោកជាងមុនប្រជាជននឹងចំណាយកាន់តែច្រើនអាជីវកម្មនិងការវិនិយោគកាន់តែច្រើនហើយសេដ្ឋកិច្ចអាមេរិកទាំងមូលអាចរីកចម្រើនលឿនជាងមុនផងដែរប៉ុន្តែសម្រាប់ប្រាក់ដុល្លារស្ថានភាពនេះអាចផ្ទុយទៅវិញនៅពេលដែលអត្រាការប្រាក់ធ្លាក់ចុះផលចំណេញពីទ្រព្យសកម្មអាមេរិកក៏ធ្លាក់ចុះដែរនិងប្រាក់ដុល្លារមានទំនោរចុះខ្សោយនៅក្នុងវដ្តដាក់នៃការបញ្ចុះអត្រាការប្រាក់នេះដូច្នេះសម្រាប់អ្នកវិនិយោគមិនថាអ្នកវិនិយោគលើមាសក្តីប្រាក់ដុល្លារក្តីឬទីផ្សារភាគហ៊ុននោះទេកត្តាដែលត្រូវតាមដានបំផុតនៅពេលនេះគឺទិន្នន័យអតិផរណានិងទីផ្សារការងារហើយអ្វីដែលកំណត់ទិសដៅមាសនិងរូបិយប័ណ្ណអន្តរជាតិសំខាន់នោះគឺកិច្ចប្រជុំរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅខែកញ្ញាខាងមុខនេះតែម្ដងបាទសូមជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីថ្ងៃនេះសូមទាញចំណាប់អារម្មណ៍ពុកម៉ែបងប្អូនមកតាមដានថាតើតម្លៃមាសដែលកំពុងឡើងត្រឡប់មកលើវិញនេះអាចមានលទ្ធភាពឡើងទៅរកតំបន់តម្លៃ$4,500ក្នុង1អោនឬ$5,422ក្នុង1តម្លឹងទេក្នុងពេលឆាប់នេះសូមបញ្ជាក់ដែរថាតម្លៃមាសក្នុងសប្តាហ៍នេះបានកើនឡើងខ្លាំងជាបន្តបន្ទាប់ប្រមាណជាង7%មកហើយចាប់តាំងពីថ្ងៃច័ន្ទដែលបានឡើងខ្ពស់បំផុតក្នុងរយៈពេល7 ខែចុងក្រោយនេះជាមួយនឹងការឡើងដល់តម្លៃ$4,303ក្នុង1អោនឬ$5,184ក្នុង1តម្លឹងហើយបច្ចុប្បន្ននេះមាសបានកែសម្រួលតម្លៃមកក្រោមបន្តិចវិញខ្លះហើយដែលកំពុងជួញដូរក្នុងតម្លៃ$4,260ក្នុង1អោនឬ$5,133ក្នុង1តម្លឹងបើគិតត្រឹមម៉ោង10ព្រឹកថ្ងៃសុក្រនេះការងើបឡើងថ្លៃមកវិញពីតំបន់ស្នូ$4,000ក្នុង1អោននេះគឺដោយសារសញ្ញាណវិជ្ជមាននៃការបើកច្រកសមុទ្រអូម៉ូសត្រឡប់មកវិញក្រោយសហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលយល់ព្រមផ្អាកឈប់ប្រយុទ្ធជាបណ្ដោះអាសន្នទៅលើប្រទេសអ៊ីរ៉ង់និងភាគរយនៃការដំឡើងអត្រាការប្រាក់ពីការស្ទង់មតិក្នុងកិច្ចប្រជុំខែកញ្ញារបស់ CME Fitch Watch បានមានការធ្លាក់ចុះស្របពេលដែលកម្ដៅសង្គ្រាមអាមេរិករវាងសហរដ្ឋអាមេរិកនិងប្រទេសចិនហាក់មានកម្ដៅឡើងវិញក្នុងពេលថ្មីនេះតើកត្តាគាំទ្រនៃតម្លៃមាសទាំងនេះអាចបើកផ្លូវឲ្យមាសធ្វើដំណើរទៅរកតម្លៃ$4,500ក្នុង1អោនឬ$5,422ក្នុង1តម្លឹងក្នុងពេលឆាប់នេះដែរឬទេតើតម្លៃមាស$4,500ក្នុង1អោននោះនៅឆ្ងាយប៉ុណ្ណាទៅបើយើងប្រៀបធៀបជាមួយនឹងតម្លៃមាសបច្ចុប្បន្នគិតត្រឹមម៉ោង10ព្រឹកថ្ងៃសុក្រនេះជាមួយនឹងតម្លៃ$4,260ក្នុង1អោនគឺនៅសល់តែចម្ងាយ$240ក្នុង1អោនតែប៉ុណ្ណោះដែលជាតម្លៃមិននៅឆ្ងាយពីតម្លៃបច្ចុប្បន្ននោះទេហើយការប្រែប្រួលជាមួយនឹងតម្លៃមាសទៀតសោតមាសធ្លាប់ដើរក្នុងមួយថ្ងៃ$700ក្នុង1អោនឯណោះតែទោះបីជាយ៉ាងណាក៏ដោយក៏ការបន្តគាំទ្រតម្លៃមាសឲ្យឡើងថ្លៃបន្ថែមទៀតទៅដល់កម្រិត$4,500ក្នុង1អោនឬ$5,422ក្នុង1តម្លឹងនោះ
គឺមាសត្រូវការកម្លាំងសំខាន់ពីរនៅថ្ងៃសុក្រនេះតែម្ដងដែលទី1នោះគឺតាក់ទងនឹងរបាយការណ៍ការងាររបស់សហរដ្ឋអាមេរិកតនន័យការបង្កើតការងារដែលមិនរាប់បញ្ចូលវិស័យកសិកម្មដែលគេហៅថា non-farm payroll និងអត្រាអ្នកគ្មានការងារធ្វើនឹងត្រូវចេញផ្សាយនាវេលាម៉ោង 7:30 នាទីយប់ថ្ងៃសុក្រនេះក្នុងករណីចេញមកមានភាពអវិជ្ជមានគឺជាចលករនៃការទម្លាក់ការគ្រប់គ្រងការដំឡើងការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខនេះទី2នោះគឺកម្លាំងពីភាពវិជ្ជមានសង្គ្រាមនៅមជ្ឈិមបូព៌ាដរាបណាសង្គ្រាមសពាវុធបដូរមកសង្គ្រាមចរចានៅលើទុកវិញនោះភាគរយនៃការបើកច្រកសមុទ្រអូម៉ូសដឹកជញ្ជូនប្រេងឡើងវិញនៅតែមានហើយភាពតានតឹងក៏ធូរស្រាលជាងមុនផងដែរដូចនេះកត្តាចម្បងទាំងពីរនេះប្រៀបបានដូចជាចំហេះឆេះឲ្យតម្លៃមាសឆ្ពោះទៅកាន់តម្លៃ$4,500ក្នុង1អោនកាន់តែលឿនបើយើងវិភាគតាមបែបបច្ចេកទេសជួញដូរវិញតម្លៃមាសបានបំបែកតំបន់ស្នូល$4,220ក្នុង1អោនឬ$5,084ក្នុង1តម្លឹងរួចហើយតាមសេណារីយ៉ូបច្ចេកទេសនេះមាសនឹងកែប្រែការជួញដូរក្នុងជួរតម្លៃថ្មីឬនឹងឡើងទៅរក resistance ថ្មីក្នុងតំបន់តម្លៃ$4,400ទៅ$4,500ក្នុង1អោនឬ$5,301ទៅ$5,422ក្នុង1តម្លឹងវិញជាពិសេសនោះបើនៅមានការគ្រប់គ្រងពីកត្តាព័ត៌មានដដែលនោះបាទបទវិភាគរបស់ខ្ញុំសូមបញ្ចប់ត្រឹមនេះបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ